បាទតោះខ្ញុំបង្ហាញចំណុចមួយទៀតណាវិធីសាស្ត្រយើងមួយទៀតយើងប្រើវិធីសាស្ត្រ copy ឧទាហរណ៍យើងយករូបនេះដែលទេអញ្ចឹងខ្ញុំយកកត់75ចន្លោះនេះ1ហើយអានេះ1ដូចគ្នាអញ្ចឹងណាអញ្ចឹងយើងចូលធម្មតារង្វង់ដូចខ្ញុំនិយាយអញ្ចឹងចុចរង្វង់ចុចឲ្យចំត្រីកោណយើងមើលយើងមានកត់ចិត្តហ្នឹងចុចកត់ចិត្តមកចុចលើវា1ចុចតាណាក៏បានចុច1បន្ទាប់មកវាប្រវែងចូលមកឃើញអត់វា5ហើយ enter មកអញ្ចឹងខ្ញុំចង់បានចន្លោះប្រហែលនេះចង់បានចន្លោះ1អូខេណាចង់បានចន្លោះ1អញ្ចឹងនៅពេលចង់បានចន្លោះ1ខ្ចីបន្ទាត់1មកបាទឃើញអូខេអញ្ចឹងយើងវាមួយឃើញវាកងអត់ដល់ពេលវាយមួយអាចកងអញ្ចឹងយើងចូលត្រង់វិញនេះចុច F8 មកហើយឃើញត្រង់ទៅលើទៅឆ្វេងទៅក្រោមបាត់ពេល1មកហើយ enter មក enter ពីរដងដាច់ឃើញអត់អញ្ចឹងយើងចង់បានចាក់យើងចង់បានការ៉េអញ្ចឹងយើងអាចខ្ចីពីក្រៅក៏បានដែរឧទាហរណ៍ថាឥឡូវយើងសិក្សាលើមួយទៀតតាក់ទងចាក់តកូនកែងហ្នឹងចុចឲ្យចំចាក់តកូនកែងមកបាទហើយឃើញអត់ចុចលើវាមួយវាប្រវែងចូលមើលទម្រង់របស់វាឃើញអត់មើលទម្រង់របស់យើងមើលលេខយើងថាបដូរទៅតឹងចុះហើយលេខ1ហើយយើងប្រើក្បៀសបាទក្បៀសយើងវាលេខ1ទៀតហើយ enter ឃើញស្មើគ្នាអត់បាទយើងចេះ comment មួយទៀតដែរអញ្ចឹងដើម្បីនាំអារូបភាពនេះមកដល់ចំណុចហ្នឹងណាអូខេដើម្បីនាំរូបភាពមកដល់ចំណុចហ្នឹងយើងអាចប្រើ comment មួយទៀតគឺ comment move ឃើញអត់ comment move បាទ comment move យើងចុចលើ comment move នេះយើងវាអក្សរ M ក៏បានដែរយើងចាំតែ comment move ចាប់ដើមអក្សរ M ឃើញអត់ចឹងវាអក្សរ M មួយមកហើយ enter ឃើញពាក្យ move ដូចគ្នាអត់ចឹងចាប់ដើមសំអក្សរហ្នឹងហើយ enter មកហើយយើង select object របស់វាអញ្ចឹងមកហើយ enter ទៀតអញ្ចឹងយើងចង់ឲ្យវាចាប់ចំណុចណានេះយើងចង់ឲ្យចាប់ចំណុចហ្នឹងមករកចំណុចណានេះចំណុចហ្នឹងឃើញអត់យើងយកម៉ៅឲ្យយើងចុចម៉ៅឆ្វេងចុចឆ្វាច់មកយើងទាញឃើញអត់យើងចុចមកចុចឲ្យចំវាឃើញអត់ឃើញអត់ឃើញសញ្ញាបាត់ចុចមួយទៀតអូខេនេះការចាប់របស់វាណាអូខេអញ្ចឹងយើងធ្វើដូចគ្នាមុនបាទយើងចូលគេចូលកន្លែងនេះ group modify យកពាក្យ poly ហ្នឹងមកហើយ select លើវាអញ្ចឹងមកអូខេហើយ enter មកហើយយើងមើលយើងចង់ឲ្យវិលជុំវិញមួយណាចង់វិលជុំវិញផ្ចិតចុចចំដូចគ្នាមកហើយយើងចង់បានចំនួនប៉ុន្មានចង់បាន3វៃ3មកអូខេបាទហើយយើង tick មកបាទនេះដូចគ្នាហើយយើងលុបអានេះចោលវិញមកបាទតោះណានេះតាកតងនឹងការប្រើប្រាស់ចតុកោណកែងឬក៏ការចាប់បាទខ្ញុំសូមបញ្ចប់តាកតងចំណុចហ្នឹងមានបញ្ហាយើងអាចជជែកគ្នាទៀត